មានលក្ខណៈប្លែកទី1គឺប្លែកដោយកាលញាតិញោមទី2ប្លែកដោយវត្ថុទី3ប្លែកដោយបដិគាហកៈទី4ប្លែកដោយអានិសង្ឃទី5ប្លែកដោយអំពើហើយចូលប្លែកដោយកាលហ្នឹងតើយ៉ាងម៉េចញាតិញោមប្លែកដោយកាលគឺកាលរបស់កឋិនហ្នឹងគឺមានតែ29ថ្ងៃទេគឺរាប់ចាប់អំពី100ខែអាសត់រហូតដល់15កើតខែកដិកអាហ្នឹងគឺជាកាលរបស់កឋិនណាញោមញោមដែលត្រូវធ្វើកឋិនហ្នឹងគឺធ្វើបានតែកាលហ្នឹងទេតែទានឬមួយក៏បន់ដតីជាសាធារណៈទានណាញោមធ្វើថ្ងៃណាក៏បានដែរប៉ុន្តែចំពោះបន់កឋិនវិញគឺធ្វើបានតែ29ថ្ងៃហ្នឹងទេហើយក្នុង29ថ្ងៃនេះក្នុងវត្តមួយគឺធ្វើបានតែម្ដងប៉ុណ្ណោះញោមមានស្បង់ជីវរទៅយកទៅវេចំពោះព្រះសង្ឃបានតែ29ថ្ងៃហ្នឹងញោមនេះតើតនឹងកាលរបស់កឋិនហើយមួយទៀតវត្ថុរបស់កឋិនតើវត្ថុរបស់កឋិនហ្នឹងសំដៅដល់អ្វីខ្លះវត្ថុរបស់កឋិនហ្នឹងដូចតែនៅខាងមុខអាត្មានេះដែលញាតិញោមត្រៀមហ្នឹងគឺញាតិញោមចេះច្រើនហើយគ្រាន់តែអាត្មាសំដែងទៅប្រាប់ឲ្យញាតិញោមទៅឲ្យយល់កាន់តែក្បោះក្បាយកាន់តែល្អញោមទី1គឺតកតងនឹងស្បង់ញាតិញោមស្បង់ដែលប្រសង់ស្លៀកញោមនេះវត្ថុរបស់កឋិនហើយទី2តកតងនឹងចីវរដូចដែលអាត្មាក្រងជាប់ក្នុងខ្លួនហ្នឹងញោមឃ្លុំហ្នឹងទី3គឺសង្ឃាដីនេះវត្ថុរបស់កឋិនហើយសួរទៅវិញថាតើវត្ថុរបស់កឋិនមានទាំង3ហ្នឹងធ្វើកឋិនបានឬមួយក៏យ៉ាងណានៅត្រង់កន្លែងនេះញាតិញោមពុទ្ធបរិស័ទក៏បីដឹងថាវត្ថុទាំង3ហ្នឹងញោមមានមួយណាក៏បានដែរញោមមានតែស្បង់មួយយកទៅធ្វើក៏បានមានចីវរទៅធ្វើក៏បានមានសង្ឃាដីទៅធ្វើក៏បានឬមានទាំង3ហ្នឹងក៏រឹងរឹតតែល្អទៀតនឹងទៅតាមសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងណាញោមឥឡូវមកឧទាហរណ៍ថាមានស្បង់មួយចុះមានស្បង់មួយញោមហែទៅឧទាហរណ៍ថាហែទៅវត្តសវាំងយើងហ្នឹងណាញោមហែទៅដល់ស្រាប់តែវាយអាទាំងវាយទៅនិមន្តប្រសងមកប្រសងដែលទទួលនៅកឋិនអជ័យវរហ្នឹងណាញោមអញ្ចឹងមានតែស្បង់មួយញោមវេទៅប្រគេនកឋិនអជ័យបារាំងសង្ឃសៈទេមៈចំពោះប្រសងហ្នឹងកឋិនហ្នឹងឡើងព្រមតែម្ដងញោមនឹងមានតែស្បង់មួយផងមានតែការ8បលិពោត2ដែលជាសហជាតិធរអានិសង្ឃ5អីគឺកើតឡើងព្រមតែម្ដងញោមនេះតកតងនឹងវត្ថុរបស់កឋិនហើយមួយទៀតតកតងនឹងបដិគាហកៈបដិគាហកៈហ្នឹងគឺព្រះសង្ឃព្រះភិក្ខុញោមព្រះភិក្ខុដែលគង់ចាំព្រះវស្សាហ្នឹងគឺ3ខែអត់ដាច់តតែភិក្ខុទៀតហើយភិក្ខុហ្នឹងតតែចាំភាសាមិនដាច់ទៀតនេះទី3ដល់តែទី4នោះគឺតកតទៅនឹងកម្មអំពើគឺជាការងាររបស់ព្រះសង្ឃដោយច្រើនណាញោមដោយដែលអាត្មាសម្ដែងខាងដើមមិញហ្នឹងតកតទៅនឹងរូបធម៌ផងតកតទៅនឹងនាមធម៌នោះផងដល់តែទី5អ្នកដែលធ្វើបុណ្យកឋិនហ្នឹងរមែងបានបុណ្យខ្លាំងណាស់ញាតិញោមព្រោះគឺជាទានមួយដែលមិនមែនជាបាតិបុគ្គលិទានទេគឺជាសង្ឃទានគឺជាទានដែលធ្វើចំពោះព្រះសង្ឃកឋិនជ័យបារាំងសង្ឃសៈទេមៈហ្នឹងណាញោមបើញាតិញោមពុទ្ធបរិស័ទធ្វើទានចំពោះបុគ្គលគឺបានមិនមែនថាមិនបានបុណ្យទេបានដែរប៉ុន្តែបានវាតិចញាតិញោមផលមកវាតិចដូចញោមដែលលឺថាធ្វើចំពោះសត្វដេរឆានបានបណ្ដៃអត្តភាពធ្វើមនុស្សមានចំពោះមនុស្សមានសិលបានបណ្ដៃអត្តភាពមនុស្សមានសិលបណ្ដៃចឹងទៅអានេះគឺចាត់នៅក្នុងបាតិបុគ្គលិទានទេហ្នឹងគឺធ្វើទានចំពោះបុគ្គលប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងឲ្យធ្វើចំពោះសង្ឃញាតិញោមសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គគង់គោរពចំពោះសង្ឃដែរគឺឲ្យញាតិញោមធ្វើទានចំពោះសង្ឃគឺបានបុណ្យណាស់អាត្មានិទានរឿងមួយឲ្យញាតិញោមស្ដាប់ញាតិញោមខ្លះប្រហែលជាបានស្ដាប់ហើយរឿងហ្នឹងគឺមហាបដិបជាគោតមីញោមគឺគាត់ហ្នឹងមានសេចក្តីជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធណាស់គឺធ្វើដូចកបាស់ត្បាញមកញោមគឺជីវរហ្នឹងគឺស្អាតល្អប្រណិតតែម្ដងប្រឹងធ្វើមកតម្រាំតបានជាជីវរដ៏ល្អប្រណិតមកចង់យកជីវរហ្នឹងយកមកប្រគេនចំពោះព្រះសម្មាសម្ពុទ្ធញោមចិត្តនឹងជ្រះថ្លាញោម
តតែពេលធ្វើដូចហើយយកជីវរយកមកប្រគេនព្រះញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់អញ្ចឹងហើយមានអគ្គសាវកមានព្រះសារីបុត្រមានព្រះមោគលានមានព្រះអរហន្ត500អង្គទៀតហើយនាងហ្នឹងក៏លើកជីវរហ្នឹងបង្អោនថ្វាយប្រគេនចំពោះព្រះសម្មាសម្ពុទ្ធដល់តែលើកជីវរនឹងប្រគេនចំពោះព្រះអង្គទៅព្រះអង្គអត់ទទួលទេញាតិញោមព្រះអង្គទ្រង់ចង្អុលមកខាងអគ្គសាវកញោមចង្អុលមកព្រះសារីបុត្រអីចឹងទៅហើយដល់ពេលចង្អុលមកនាងហ្នឹងក៏ទៅតាមការចង្អុលរបស់ព្រះដែលមានព្រះភិក្ខទៅប្រគេនចំពោះព្រះសារីបុត្រព្រះសារីបុត្រអត់ទទួលទៀតចង្អុលទៅព្រះមោគលានទៀតហើយព្រះមោគលានក៏មិនទទួលទៀតឲ្យចង្អុលទៅព្រះអរហន្តច្រើនអង្គតទៅទៀតដល់តែចង្អុលចុះចង្អុលឡើងទៅដល់ភិក្ខុដែលទើបតែនឹងបួសញាតិញោមដែលឈ្មោះថាអចិន្តភិក្ខុញាតិញោមដែលជាកូនរបស់ព្រះដែលជាកូនរបស់អាជាសត្រូវដល់តែភិក្ខុហ្នឹងដល់តែមហាបដិបជាគោតមីប្រគេនជីវរមកត្រង់ថាចង្អុលទៅដល់ក៏មើលទៅអត់មានលោផងមានតែចុងគេអញ្ចឹងទទួលតែម្ដងទៅដល់តែពេលទទួលហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយដឹងមិនអត់គឺមហាបដិបជាគោតមីហ្នឹងគឺមានសេចក្តីអន់ចិត្តហូរទឹកភ្នែកតែម្ដងញាតិញោមយំតែម្ដងញោមថាចៃវរហ្នឹងគឺធ្វើប្រគេនចំពោះព្រះសម្មាសម្ពុទ្ធចិត្តនឹងជ្រះថ្លាបើព្រះសម្មាសម្ពុទ្ធមិនទទួលគួរណាតែអគ្គសាវកដូចជាព្រះសារីបុត្រមោគលានឬព្រះអរហន្តផ្សេងទទួលមិនសមអីភិក្ខុដែលទើបតែនឹងបួសមិនតាន់ដឹងអីផងទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបនៅទឹកចិត្តរបស់នាងនឹងញោមព្រះអង្គមានវិជ្ជាមួយហៅថាបរិយចិត្តវិជ្ជាព្រះអង្គអាចដឹងចិត្តអ្នកដទៃទៀតព្រះអង្គក៏ញ៉ាំងនៅទឹកចិត្តរបស់នាងនឹងឲ្យជ្រះថ្លាហើយក៏យកបាតមកក៏អធិដ្ឋានញោមអធិដ្ឋានថាឲ្យបាតនឹងបាត់ទៅតែម្ដងហើយឲ្យអគ្គសាវកទាំងអស់ហ្នឹងគឺទៅយកបាតហ្នឹងទៅយកបាតហ្នឹងញោមមានព្រះសារីបុត្រមានព្រះមោគលាននឹងមានរិទ្ធសម្ដែងរិទ្ធទៅរកបាតនឹងរហូតដល់ធ្លាយចក្រវាលទៀតញោមរហូតដល់ពង្វេងចក្រវាលទៀតតទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅបរិហាទៅទើបដឹងថាព្រះសម្មាសម្ពុទ្ធនៅនេះបានមកវិញរកអត់ឃើញញាតិញោមដល់តែពេលភិក្ខុទើបនឹងបួសហ្នឹងញាតិញោមដឹងមិនអត់លោកដូចថាអធិដ្ឋានថាបើសិនជាអាត្មាអញបានត្រាស់ដឹងជាព្រះពុទ្ធនៅអនាគតជាតិក៏សូមឲ្យបាតនឹងធ្លាក់មកលើដៃរបស់អាត្មាអញក៏គាត់តែពលាដៃអញ្ចឹងញោមបាតហ្នឹងគឺធ្លាក់មកលើដៃតែម្ដងធ្លាក់មកលើដៃញោមដល់តែឃើញអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏ត្រាស់ដល់ភិក្ខុទាំងឡាយនឹងនាងមហាបដិបជាគោតមីថាមនាលភិក្ខុទាំងឡាយភិក្ខុអង្គនឹងហើយអនាគតទៅនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីហៅថាព្រះសិហាមេត្រីហ្នឹងណាញោមបាទអញ្ចឹងព្រះសម្មាសម្ពុទ្ធគឺព្រះអង្គទ្រង់គោរពចំពោះព្រះសង្ឃញាតិញោមអញ្ចឹងញាតិញោមទានហ្នឹងគឺញាតិញោមខឹងចំពោះព្រះសង្ឃអីយ៉ាងណាញាតិញោមត្រូវទម្លាក់ចុះពីព្រោះទានហ្នឹងគឺធ្វើចំពោះព្រះសង្ឃញាតិញោមធ្វើចំពោះព្រះសង្ឃញាតិញោមនេះតកតងនឹងកថាហ្នឹងញាតិញោមឲ្យញាតិញោមបានដឹងហើយកថានេះញាតិញោមពុទ្ធបរិស័ទផ្លែកពីទានដតីតាមថាអ្នកធ្វើក៏ទទួលបានអានិសង្ឃអ្នកទទួលហ្នឹងក៏បានអានិសង្ឃដែរញាតិញោមហើយអាត្មានិយាយអំពីអានិសង្ឃរបស់ញាតិញោមខ្លះញាតិញោមអ្នកដែលបានធ្វើកថាហ្នឹងទី1មានឈ្មោះថាបាននៅសុរូបតាញាតិញោមចង់បានរូបស្អាតដែរញាតិញោមចង់បានរូបស្អាតដែរចង់បានមែនអត់អញ្ចឹងអ្នកដែលធ្វើកថាហ្នឹងគឺបានរូបស្អាតដែររូបល្អរូបស្អាតទី2គឺសវណ្ណតាមានពណ៌ល្អស្បែកហ្នឹងគឺស្អាតសតែម្ដងទី3គឺសុសន្តានាមានទ្រង់គ្រាយនឹងល្អមើលទៅគឺមិនទៀបមិនកតឿមិនកពោះពេកគឺមើលទៅមកល្មមទេញោមគួរឲ្យស្រឡាញ់តែម្ដងទី3គឺមាននៅបញ្ញាហើយបញ្ញានឹងឯងញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺជាទ្រព្យដ៏ប្រសើររបស់មនុស្សបញ្ញានឹងអាចឲ្យញាតិញោមសម្រេចសម្បត្តិមនុស្សក៏បានសម្រេចសម្បត្តិទេវតាក៏បានសម្រេចសម្បត្តិព្រំក៏បានសម្រេចព្រះនិព្វានក៏បានដែរគឺជាអរិយទ្រព្យដ៏ប្រសើរហើយមួយទៀតញាតិញោមពុទ្ធបរិស័ទតែបានធ្វើកឋិនហ្នឹងនឹងបានកើតជាស្ដេចចក្រពត្តិញាតិញោមតែចក្រពត្តិគឺអស្ចារ្យណាស់ញាតិញោមពុទ្ធបរិស័ទ
បើថាញាតិញោមមិនបានកើតជាស្ដេចចក្រពត្តិហ្នឹងបានកើតត្រឹមតែសទ្ធិអីហ្នឹងក៏ល្អដែរញាតិញោមក៏មានសេចក្តីសុខដែរព្រោះមានទ្រព្យសម្បត្តិអីចាយវាយមិនអស់នេះតកតងនឹងអានិសង្ឃរបស់ញាតិញោមដែលបានធ្វើកឋិនណាមួយចំណែកទេញាតិញោមនេះសំដែងមួយចំណែកខ្លះទេហើយញាតិញោមពុទ្ធបរិស័ទដែលធ្វើកឋិនហ្នឹងគឺព្រះភិក្ខុសង្ឃអាចទទួលបានអានិសង្ឃ5ដូចគ្នាទី1ហៅថាអនាមន្តចារោគឺព្រះភិក្ខុសង្ឃហ្នឹងអាចរួចចាកទោសបានណាញោមអាចរួចចាកទោសនៅក្នុងសិក្ខាបទខ្លះទេមិនមែនថាក្រងកឋិនហើយមិនបាច់លាភិក្ខុគឺនៅតែលាអញ្ចឹងប៉ុន្តែក្នុងសិក្ខាបទខ្លះញាតិញោមគឺមិនបាច់លាភិក្ខុទេគឺអាចទៅបានអត់ត្រូវទោសទេទី2គឺអសមាទានចារោគឺព្រះភិក្ខុហ្នឹងគឺពេលទៅណាទៅណីអីអស់មួយយប់ពីរយប់អីត្រូវតែយកនៅត្រៃចីវរគឺទី1គឺស្បង់ណាញោមទី2គឺចីវរទី3គឺសង្ឃាដីត្រូវមានគ្រប់ទាំង3នឹងតែម្ដងតែបើបានក្រាក្រងកឋិនយកទៅតែ2ក៏បានដែរតែស្បង់មួយតែចីវរមួយក៏បាននេះទី2ទី3គណៈភោចំណាំងគឺអាចដូចថាញាតិញោមអាចនិមន្តព្រះភិក្ខុដែលក្រងកឋិនក្រាកឋិនហ្នឹងញាតិញោមគឺអាចនិមន្តចំផតបានដូចហ្នឹងលោកម្ចាស់ខ្ញុំកណាហ្នឹងនិមន្តឆាន់បញ្ឆេវអីចឹងទៅនឹងអាចចុចចំចឹងបានណាញោមជាវតៈអជ័យបារាំងគឺព្រះភិក្ខុគឺអត់អាចទុកចីវរច្រើនលើសពី10ថ្ងៃបានទេហៅថាអតរេកចីវរញោមតែបើបានក្រាក្រងកឋិនគឺអាចទុកបានច្រើនហើយអានិសង្ឃរហូតដល់ចិត្តចូលឆ្នាំមកញាតិញោមគឺ5ខែថាញាតិញោមយកចីវរហ្នឹងយកទៅប្រគេនវត្តដូចថាសីមាវត្តសវាំងណាញោមយកទៅប្រគេនវេកឋិនជ័យបារាំងសង្ឃសៈទេវៈគឺចីវរហ្នឹងបានចំពោះតែប្រសង់ដែលគង់ចាំព្រះវស្សានៅក្នុងនោះទេគឺភិក្ខុដែលជាអគន្តកៈដែលនិមន្តមកពីចម្ងាយគឺអត់បានទេភិក្ខុដែលដាច់វស្សាក៏មិនបានដែរហើយភិក្ខុដែលក្រាក្រងកឋិនគឺលោកបាន1%នៅក្នុងទីនោះឲ្យតែញាតិញោមវេចំពោះប្រសង់ណាញោមនេះតើទៅនឹងកឋិនមានប៉ុណ្ណឹងសូមអនុមោទនា